សម្រាប់ផ្លូវដីដែលឃើញខ្ញុំជិះហោដួលផងអីផងនេះគឺជាផ្លូវដីមួយខ្សែដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងហើយផ្លូវហ្នឹងគឺជាផ្លូវឆ្ពោះទៅកាន់ចំការដូងដំបងឡើយយើងទៅលេងនៅទឹកធ្លាក់ជ្រាវទេប៉ុន្តែដោយសារតែយើងនៅសល់ពេលច្រើនអញ្ចឹងក៏បានពិភាក្សាគ្នាថាហួសទៅលេងនៅខេត្តកំពង់ឆ្នាំងហ្មងទៅដំបងឡើយរៀងរាចិត្តដែរគិតថាចម្ងាយ80គីឡូវាស្មើនឹងចម្ងាយពីជ្រាវមកភ្នំពេញវិញហើយប៉ុន្តែដោយសារតែឃើញកត្តាអាកាសធាតុល្អរៀងមានភ្លៀងធ្លាក់តិចតិចគិតថាជិះទៅវារៀងឈៀលចឹងហើយក៏នាំគ្នាសម្រេចចិត្តថាជិះទៅលេងចកាបដោយទៅហើយពេលដែលទៅដល់ចំការហ្នឹងដូចក្តីសម័យមែនពួកខ្ញុំចំណាយពេលប្រហែលជា2ម៉ោងនៅក្នុងការទៅលេងចំការហ្នឹងហើយអត់បានដើរសពគ្រប់ទេដោយសារតែចំការហ្នឹងធំពេកហើយនៅក្នុងចំការហ្នឹងគឺគាត់មានដើមដូងរាប់សិបដើមមិនមែនមានតែដើមដូងទេមានដើមចេកដើមអីផ្សេងទៀតច្រើនមែនតើហើយអ៊ំក៏បាននាំទៅកាប់ដូងមើលដូងពិសេសមើលអាដូងដែលត្រូវបានកដោស៊ីនិយាយពីថាផ្លែដូងវិញត្រូវបានកដោស៊ីរាប់សិបផ្លែហើយគាត់ប្រាប់ថាគាត់ដាក់ថ្នាំអីក៏អត់ឈ្នះដែរហើយកដោហ្នឹងវាឡើងមកស៊ីរាល់យប់ឲ្យតែដូងដែលល្មមមកយើងអាចហូបបានកដោវាឡើងមកខំស៊ីហើយអញ្ចឹងរាប់សិបផ្លែដែលបោះចោលស្ដាយដែរអត់បានថតទិដ្ឋភាពទាំងស្រុងនៅក្នុងចំការហ្នឹងដោយសារពេលហ្នឹងមេឃភ្លៀងខ្លាំងពេកហើយណាមួយ GoPro របស់ខ្ញុំវាអស់ថ្មទៅលេងចំការហ្នឹងមានរយៈពេលតែ2ម៉ោងទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានអ្វីដែលល្អច្រើនពិសេសបានញ៉ាំដូងនឹងត្មងហើយបើនិយាយពីរឿងដូងវិញមិនដឹងថាញ៉ាំអស់ប្រហែលផ្លែទេម្នាក់ដោយសារតែដូងហ្នឹងវាត្រូវដល់អាយុកាលវាត្រូវកាប់ហើយគាត់អត់ហ៊ានទុកឲ្យវានៅនឹងដើមហ្នឹងទេដោយសារតែខ្លាចកដោវាឡើងមកខាំស៊ីបើគិតទៅម្នាក់ប្រហែលជាចូល20ផ្លែហើយមើលទៅដោយសារតែដូងហ្នឹងវាជាដូងក្អូបវាតូចក្នុងមួយផ្លែដូងហ្នឹងយើងហត់តែប្រហែលគ្រូគឺអស់ហើយនិយាយរួមទៅពេលដែលបានទៅលេងចកាហ្នឹងហើយគឺដកជាប់អារម្មណ៍ហ្មងហើយក៏បាននាំគ្នាពិភាក្សាថាថ្ងៃណាមួយនឹងមានកម្រោងរបស់តង់ដោយសារតែកន្លែងហ្នឹងវាមានបរិយាកាសល្អនៅក្បែរភ្នំហើយវាស្ងប់ស្ងាត់កន្លែងដែលគាត់ស្នាក់នៅហ្នឹងអត់មានអគ្គិសនីចូលទៅដល់ទេប៉ុន្តែគឺគាត់ប្រើភ្លើងសូឡាហើយបើសិនជាយើងទៅបោះតង់គឺដឹងតែអែហ្មងដោយសារតែមានភ្លើងមានទឹកគ្រប់គ្រាន់ឲ្យយើងប្រើប្រាស់កន្លែងដែលស្នាក់នៅរបស់គាត់គឺគាត់សាងសង់ជាផ្ទះប៉ុន្តែមិនមែនផ្ទះធំទេផ្ទះតូចល្មមសម្រាប់គាត់រស់នៅដាក់ឡានដាក់ម៉ូតូរបស់គាត់ហើយបើនិយាយពីសត្វមាន់របស់គាត់វិញមានប្រហែលជា100ក្បាលជាងហើយផលលំបាកនៃការចិញ្ចឹមមាន់របស់គាត់ហ្នឹងភាគច្រើនគឺវាមានសត្វស្កាវាមកខាំស៊ីដោយសារតែនៅចំការអញ្ចឹងវាមានព្រៃដប់អញ្ចឹងសត្វស្កាហ្នឹងវាចេញមកចាប់មាន់ស៊ីហើយពេលខ្លះគេក៏បាញ់ពេលខ្លះគេក៏ដេញវាអញ្ចឹងទៅប៉ុន្តែធ្វើម៉េចក៏នៅតែអត់ឈ្នះវាដែរដោយសារតែនៅព្រៃវាសបោអញ្ចឹងហើយពេលខ្លះវាចេញមកចាប់មាន់ស៊ីទាំងថ្ងៃក៏មានដែរនាំគ្នាជំនុំគ្នាហើយគិតថាបើសិនជាថ្ងៃណាមួយបានមកបោះតង់មិនដឹងជាអែមយ៉ាងណាទេហើយអ៊ំគាត់ក៏បានប្រាប់ដែរថាបើសិនជាមកបោះតង់គឺដឹងតែអែមហើយពិសេសមកខែដែលអត់សូវមានភ្លៀងពួកអីនៅហ្នឹងពេលយប់ឡើងគេអាចរកសត្វបានទៀតសត្វដែលគេរកហ្នឹងមិនមែនជាសត្វភ័យអីធំដុំទេសត្វដែលគេអាចរកបានពេលយប់ឡើងគឺសត្វខួចអាសត្វខួចដែលយើងចំណាំទិញញ៉ាំនៅតាមផ្លូវហ្នឹងហើយសត្វហ្នឹងអត់មានអ្នកណាគេចិញ្ចឹមទេគឺវានៅក្នុងព្រៃដប់តូចហើយពេលយប់ឡើងគេដាក់ភ្លើងទៅហើយគេដាក់សំឡេងទៅសត្វហ្នឹងវារត់មកដូចកូនមាន់អញ្ចឹងខ្ញុំគាត់ទៅលឺគាត់និយាយបរិយាអញ្ចឹងហើយអារម្មណ៍របស់ខ្ញុំគិតទៅដល់ទិដ្ឋភាពថ្ងៃបោះតង់បាត់ហើយប៉ុន្តែអត់ដឹងថាមានឱកាសថ្ងៃណាទៅបោះតង់ទេនិយាយរួមទៅគ្រាន់តែជាការគិតការសម័យហ្នឹងក៏វាសប្បាយចិត្តបាត់ហើយទៅរកមកដល់ទិដ្ឋភាពមែនតើមានឱកាសបោះតង់ហើយបានដើរចាប់សត្វពេលយប់អញ្ចឹងទៀតមិនដឹងសប្បាយមិនទៅចង់ស្គាល់រសជាតិបែបហ្នឹងដែរដើម្បីឲ្យជីវិតរបស់យើងវាស្រស់ស្រាយអ្វីដែលជាកន្លែងចាប់អារម្មណ៍មួយទៀតគឺគេមានស្រះទឹកទៀតហើយស្រះទឹករបស់គេហ្នឹងមានសិតតែមាត់ថៃហើយបើយើងចង់ស្ទូចចង់អីក៏បានដែរស្រះប៉ុណ្ណានៃពីរសងខាងស្រះហ្នឹងវាគឺជាកន្លែងប្រភពទឹកដែលគេស្តុកដើម្បីយកមកបាញ់ដើមដូងហើយនៅក្នុងហ្នឹងយូរខែយូរឆ្នាំទៅវាមានថៃច្រើននៅក្នុងហ្នឹងអញ្ចឹងបើយើងចង់ស្ទូចក៏បានដែរនិយាយរួមទៅគឺស្អីក៏មានដែរមកចប់ហ្មងសូម្បីតែសត្វឆ្កែរបស់គាត់ដែលគាត់ចិញ្ចឹម3 4ក្បាលហ្នឹងចេះអើយសែនចេះពេលដែលយើងទៅដំបងអញ្ចឹងវាអត់ទាន់ស្គាល់យើងវាព្រោះយើងចង់ដាច់ចកោមតែពេលដែលស្គាល់យើងហើយដើរតាមយើងដូចស្អីអញ្ចឹងហើយខ្ញុំស្រឡាញ់ឆ្កែរបស់គាត់ត្រង់ថាវាស្ដាប់យើងហើយសំខាន់រាល់ផ្លែឈើទាំងអស់គឺវាស៊ីទាំងអស់ខ្ញុំអត់ដែលឃើញឆ្កែណាចូលចិត្តស៊ីផ្លែឈើច្រើនអញ្ចឹងឯងសម្រាប់ឆ្កែហ្នឹងស្អីក៏វាស៊ីដែរផ្លែព្រីងក៏វាស៊ីផ្លែម្នាស់ក៏វាស៊ីផ្លែតបែកក៏វាស៊ីផ្លែចេកក៏វាស៊ីផ្លែដូងក៏វាផាក់និយាយរួមទៅសមជាឆ្កែរបស់កសិករហ្មងហើយបើនិយាយពីរឿងដេញកដុលវិញលេខ1ហ្មងដេញលឿនមហាសែនលឿនប៉ុន្តែកដុលមកខាំបំផ្លាញដូងរាប់សិបផ្លែរាល់ថ្ងៃអត់ដែលឃើញចាប់បានសោះតាមតែចិត្តខឹងចង់ទៅនាំគ្នាទៅចាប់កដោនឹងយកមកតែបើសិនជាមានឱកាសទៅលើក្រោយគឺខ្ញុំដឹងតែធៀម7ធៀមឧបករណ៍ទៅចាប់ពួកវាហ្មងហើយអីក៏បកែម៉ែមកខាំដូងគេរាល់ថ្ងៃសូម្បីតែឆ្កែក៏មិនខ្លាចផងនិយាយរួមទៅមានស្អីក៏ដោយក៏វាស៊ីដែរតែសក់សើអាលឹកអីហ្នឹងគឺមិនដែលសល់ទេពួកវាខាំស៊ីទាំងអស់វាមិនត្រឹមតែ
តស៊ីផ្លែឈើសំបីតឡានរបស់គាត់ដែលទុកចោលនៅក្នុងផ្ទះហ្នឹងក៏វាមកខំស៊ីដែរថ្ងៃណាមួយត្រូវតែរៀបគម្រោងចាប់ពួកវាយកមកធ្វើទរណកម្មឲ្យអស់ពួកកដោហ្នឹងនិយាយរួមទៅបើគិតពីការខាតបង់វិញខាតច្រើនមែនតែនហើយអ៊ំដែលគាត់នៅមើលការខុសត្រូវហ្នឹងក៏គាត់ព្យាយាមរកដំណោះស្រាយដើម្បីជួយកាត់បន្ថយកដោហ្នឹងដែរមិនថាយើងមិនធ្វើអីវាសោះទេបើសិនជាយើងមិនធ្វើអីវាសោះដងរបស់យើងហ្នឹងអត់ទទួលបានផលទេព្រោះរៀងរាល់ថ្ងៃគឺវាតែងតែមកខំស៊ីខំតម្លាក់ចោលហើយដល់ពេលអញ្ចឹងទៅវាធ្វើឲ្យទិន្នផលរបស់គាត់ហ្នឹងអត់សូវមានផលចំណេញទេគិតចុះគិតឡើងធម្មតាជាការពិភាក្សាគ្នាប៉ុន្តែអត់ទាន់ខ្លាចទៅជាការពិតទេហើយក៏ដល់ម៉ោងត្រូវត្រឡប់ទៅផ្ទះវិញអញ្ចឹងហើយម៉ោងប្រហែលជា3ពួកខ្ញុំនាំគ្នាចេញមកវិញផ្លូវដែលចេញមកវិញពីកន្លែងដែលស្នាក់នៅហ្នឹងរហូតមកដល់ផ្លូវជាតិយើងចំណាយពេលជិះ5គីឡូម៉ែត្រហើយ5គីឡូម៉ែត្រហ្នឹងដូចដែលបានឃើញនៅក្នុងវីដេអូអញ្ចឹងមានផ្ទះប្រហែលជា3 4ឲ្យគាត់និយាយរួមទៅមានតែចកាហើយនឹងភ្នំទេនៅតំបន់ហ្នឹងហើយអ្នកដែលគាត់រស់នៅតំបន់ហ្នឹងគាត់ធ្វើឡើងមកផ្សារម្ដងគឺគាត់ឡើងមកទិញអីវ៉ាន់ទុកឲ្យច្រើនតែម្ដងពួកអីវាឆ្ងាយវាពិបាកក្នុងការធ្វើដំណើរដែរចេញពីផ្ទះគាត់មកដល់ផ្លូវជាតិរយៈចម្ងាយប្រហែលជា5គីឡូហើយផ្លូវវិញគឺផ្លូវដីសុទ្ធហ្មងលាយជាមួយនឹងខួសដូចតែឃើញនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងហើយបើសិនជាមានភ្លៀងធ្លាក់មកអញ្ចឹងទៀតគឺពិបាកជិះមែនតែនដោយសារតែដីហ្នឹងគឺប្រភេទដីដែលវាល្អិលខ្លាំងខ្ញុំប៊ីនឹងដួល 4-5 ដងដោយសារតែល្អិលខ្លាំងពេកប៉ុន្តែដោយសារយើងដឹងស្ថានភាពផ្លូវអញ្ចឹងក៏អត់ហ៊ានជិះលឿនទេជិះកុងទ័រថា20 ឬក៏ខ20ទេគិតទៅវាជាបរិយាកាសគួរឲ្យឈៀលមួយយ៉ាងដែរពេលដែលមានភ្លៀងធ្លាក់ហើយវាធ្វើឲ្យត្រជាក់ខ្លាំងទោះបីជាមានភ្លៀងហើយផ្លូវរៀងល្អិលបន្តិចមែនប៉ុន្តែពេលដែលយើងជិះមកយើងឃើញមានភ្នំមានអីនៅតាមដងផ្លូវអញ្ចឹងវាធ្វើឲ្យយើងកាន់តែសប្បាយចិត្តគុណ2និយាយរួមទៅពេលដែលទៅហើយគឺអត់ចង់មកវិញទេដោយសារតែភ្នំនៅសងខាងហ្នឹងវាស្អាតពេកសាកសម័យមើលបើសិនជាយើងទៅបោះតង់ហើយយើងអង្គុយមើលភ្នំនៅជុំវិញហ្នឹងអត់មានឡានមានម៉ូតូស្ងាត់ឈឹងមានតែយើងមកក្រុមហើយយើងអាំងសាច់ត្រជាក់នៅកន្លែងហ្នឹងតើអារម្មណ៍របស់យើងហ្នឹងវាស្រស់ស្រាយកម្រិតណាទៅចឹងហើយបានជាពួកខ្ញុំពិភាក្សាគ្នាអំពីគម្រោងទៅបោះតង់ហ្នឹងនិយាយរួមទៅលេងចកាលើកនេះអត់មានខាតទេដោយសារតែទៅហ្នឹងបានញ៉ាំដូងរបស់គេហើយមកវិញហ្នឹងគេខ្ចប់ឲ្យទៀនម្នាក់ខំប្រកែកដែរថាអត់យកទេប៉ុន្តែដោយសារតែអ៊ំគាត់រៀបចំចុះឡើងទៅក៏សម្រេចចិត្តយកមកទៅនិយាយរួមទៅផ្លែឈើទាំងប្រមាណដែលមាននៅចកាហ្នឹងសឹងតែទាំងអស់ហើយនៅក្នុងបាវដែលពួកគាត់ដុបម្នាក់ហ្នឹងអត់តែខ្ញុំទេដែលអត់ទប់ដោយសារតែម៉ូតូខ្ញុំវារៀងពិបាកចងក្រៅពីហ្នឹងម៉ូតូដែលនៅក្បែរខ្ញុំហ្នឹងចង់បាក់ម៉ូតូហើយបើដឹកម្លឹងយករបស់គេម្លឹងទៅលេងលើក្រោយគេមិនទទួលទៀតទៅប្រហែលជាមកលេងចកាបានតែម្ដងទេមើលទៅបើពេលមកតែខ្លួនទៅទេហើយពេលទៅវិញម្នាក់ដឹកឡើងចង់បាក់ម៉ូតូអញ្ចឹងអីក្នុងស្ថានភាពកំពុងតែសប្បាយបែបហ្នឹងហើយពេលដែលបិទភ្នែកទៅនឹកឃើញរឿងអវិជ្ជមានទៀតខ្ញុំមិនដឹងថាខ្លួនឯងគិតអីនៅពេលហ្នឹងគិតទៅដល់រឿងបែកកង់ម៉ូតូបើនិយាយចំពោះម៉ូតូខ្ញុំហ្មងខ្ញុំអត់ខ្លាចទេដោយសារតែម៉ូតូរបស់ខ្ញុំហ្នឹងកង់វាធំហើយវាអត់មានប្រើពោះវៀនទេអញ្ចឹងបើសិនជាបែកក៏យើងអាចជិះបានដែរហើយវាអត់មានប្រើពោះវៀនទេបើសិនជាបែកក៏យើងអាចជិះបន្តបានដែរមូលហេតុដែលនាំឲ្យខ្ញុំគិតហ្នឹងដោយសារតែផ្លូវហ្នឹងវាមានថ្មច្រើនពេកហើយម៉ូតូដែលទៅជាមួយខ្ញុំហ្នឹងមានម៉ូតូអសង្ឃមួយដែរហើយគាត់បានដឹកធ្ងន់ទៀតហើយអាសាឮគាត់ complain ថាម៉ូតូរបស់គាត់សបកហ្នឹងវារៀងចាស់ដែរហើយអញ្ចឹងហើយពេលដែលជិះកិនថ្មហ្នឹងអារម្មណ៍ជាតែនឹកឃើញរឿងបែកកង់ប៉ុន្តែជាសំណាងអត់មានបែកអីទេហើយបើសិនជាបែកមែនក៏វេទនាដែរដោយសារតែចម្ងាយឆ្ងាយណាស់ទៅមកដល់ជាងតែដោយសារតែធ្វើបុណ្យដល់វាអត់បែកកង់នៅហ្នឹងទេហើយបែកគឺបែកនៅផ្លូវខាងមុខផ្លូវកស៊ូនោះនិយាយរួមទៅវាជាបទពិសោធន៍ផងយើងដែរដោយសារសបកកង់ផងយើងហ្នឹងវាអត់សូវថ្មីលើកក្រោយបើយើងចង់ដើរលេងអញ្ចឹងសបកកង់របស់យើងត្រូវតែធៀមឲ្យបានល្អព្រោះថាបើសិនជាបែកពិបាកអត់មានជាងទេតំបន់ហ្នឹងដី 5-6 គីឡូក៏យើងត្រូវការចំណាយពេលយូរនៅក្នុងការបណ្ដើរម៉ូតូយើងឡើងមកខ្នល់លើដែរអញ្ចឹងហើយបានខ្ញុំជាតែគិតរហូតឲ្យតែបិទភ្នែកបើកភ្នែកឃើញតែរឿងបែកកង់ហ្នឹងហើយនៅពេលដែលជិះតាមផ្លូវហ្នឹងភ្នែកផងខ្ញុំមើលឆ្វេងស្ដាំរហូតក្រៅតាពីមើលភ្នំក្រៅតាពីមើលទេសភាពនឹកគិតទៅដល់ពាក្យសម្ដីរបស់អ៊ំដែលគាត់ប្រាប់ថានៅតំបន់ហ្នឹងវាសបោសត្វភ័យហើយសត្វភ័យដែលសបោជាងគេគឺសត្វឈូកភ័យហ្នឹងហើយដោយសារតំបន់ហ្នឹងវាជាតំបន់ភ្នំហើយមានគេដាំដលងដាំអីចឹងទៅវានាំគ្នាមកស៊ីចឹងហើយវារៀងសបោឈូកភ័យអាពេលដែលជិះម៉ូតូមកហ្នឹងចេះតែកលៀបភ្នែកមើលទៅគីឡូប្រទះឃើញសត្វឈូកភ័យហើយបើប្រទះឃើញមែនចាប់ឯងមកគ្រួសារនឹងយកមក selfie មកប៉ោះហ្មងប៉ុន្តែអត់មានបានឃើញសត្វភ័យអីទេឃើញតែភ្នំហើយនឹងទេសភាពខៀវនៅជុំវិញខ្លួននិយាយរួមទៅអ្នកដែលស្រឡាញ់បែបឈៀលបែបធម្មជាតិអត់មានចរាចរណ៍អត់មានសម្រាមអត់មានសម្លេងរំខានទៅកន្លែងហ្នឹងត្រូវម៉ាច់តែហ្មងប៉ុន្តែកន្លែងហ្នឹងជាលក្ខណៈ private property ទេមិនមែនជា public ទេហើយក៏មិនមែនជា resort ឬក៏កន្លែងដែលគេជួលកម្សាន្តអីដែរវាជាចការ private របស់គេដែលគេដាំកសិផលរបស់គេ
ហើយពួកខ្ញុំមានឱកាសទៅលេងហ្នឹងដោយសារតែពួកខ្ញុំស្គាល់ម្ចាស់ចកាហ្នឹងហើយបើសិនជាយើងអត់ស្គាល់ម្ចាស់ចកាក៏យើងមិនងាយបានចូលចកាគេផ្ដេសផ្ដាស់ដែរហើយបានគេនាំទៅលេងចកាគេម្ដងម្នាក់លែងចង់មកវិញបានទៅលេងហើយវិចខ្ចប់ហើយមានគម្រោងទៅបោះតង់នៅកន្លែងគេទៀត